បងជាតបងសុំបងជួយប្រាប់ពីឈ្មោះអាយុផងបងខ្ញុំឈ្មោះឆ្លៀតទូចអាយុ36ឆ្នាំបងប្រពន្ធអ្នកណាខ្ញុំប្រពន្ធទេពចិន្តាគាត់ជាអ្នកណាគាត់ជាវិរៈកងទ័ពឥឡូវគាត់នៅណាគាត់នៅចាំការនៅផ្សារតមិនធំចាដឹងថាគាត់លើសុខភាពឯតបងឯងគាត់ដេញទៅនេះគាត់ងែកម៉ៃគាត់ចុចមកញោមគាត់ថាគាត់សុខភាពចាបងខ្ញុំចង់ដឹងពីស្ថានភាពកន្លែងបងរស់នៅពីព្រោះបងបានប្រាប់ថានៅនោះអត់មានជំនួយទៅដល់លេបស្ថានភាពនៅនោះអត់ខ្វះមិនខ្លះបងខ្វះរឹងទឹកហូបហើយនឹងស្បៀងអាហារឯងមានអង្គឯងអង្គបើបាន2ដងដូចខ្ញុំថាបើបានកាកក្បាត់ក្រហមម្ដងហើយនឹងអង្គការនៅស៊ីម៉ារៀបនេះគេហៅគាត់ជនជាតិម៉ាឡេស៊ីគេហៅគាត់លោកឪពុកដូចជាខ្ញុំហ្វីលីពីនជនជាតិគាត់ជនជាតិហ្វីលីពីនខ្ញុំចាំបានឈ្មោះអង្គការនឹងរៀនតិចដែរប៉ុន្តែខ្ញុំគ្រាន់តែនិយាយប្រហែលត្រូវបើសិនជាខុសក៏ខ្ញុំសូមអធិស្ឋានប្រហែលជាឈ្មោះអង្គការដូចកាឌីតាចាបើកម្ដងបានអីខ្លះអូនពេលបើកនោះបើកលើកទី1បើកការកបាត់ក្រហមបានមី2កែទឹកស៊ីអ៊ីវ2យួរត្រីខ2យួរមុងភួយកម្មាហើយនឹងសរងចាំមានអង្គអង្គ25គីឡូចាលើកទី2បានអង្គ25គីឡូមួយក្រុងហើយថ្ងៃដែលខ្ញុំបើកលើកទី2នោះបើកថ្ងៃទី1នោះបើកបានម្ដងហើយថ្ងៃបើកទី2បើកបាន2ដងបើកបានមើលតាបើកបានអង្គហើយនឹងខោអាវតិចតួចនិងមីនំសម្រាប់កូនក្មេងឥឡូវហ្នឹងរបស់អស់ទាំងហ្នឹងនៅហូបដល់ថ្ងៃហ្នឹងអត់អស់ហើយរបស់នោះចាអញ្ចឹងអូនបានអីហូបតយកពេលខ្លះទៅយកអង្គអ៊ីទាហើយបងខ្ញុំគាត់ទៅដាក់ម៉ោងទៅបានត្រីយកមកហូបចាទៅយកអង្គនៅផ្ទះខ្លាចគេទម្លាក់គាត់ត្រូវទេខ្លាចប៉ុន្តែបើយើងមិនបថុយទៅយើងអត់មានអីហូបចាអូនអត់ប្រាប់អ្នកនៅខាងក្រៅដែលគេផ្ដល់ជំនួយឲ្យគេផ្ដល់ជំនួយទៅឲ្យអូនមានមធ្យោបាយប្រាប់អ្នកខាងក្រៅផ្ដល់ជំនួយទៅទេមានប្រាប់តាមណាប្រាប់តាមដូចជាមានអ្នកតាក់ទងមកដូចតាមលេខទូរស័ព្ទតាម Telegram ចុះបើអត់មានទឹកអត់មានស្បៀងអញ្ចឹងរស់មិនបងរោខ្លួនឯងរស់នៅណាខ្លះតែបងប្រុសគាត់នាំគ្នាទៅរោត្រីហើយដាក់ទៀកបណ្ដោពេលខ្វះទឹកជីដៃធ្វើកឡុកធំមួយបានធ្វើដងដល់ទូឲ្យវាថ្លាដល់ដងទឹកយកមកហូបចានៅនោះក្មេងម៉ាអ្នកមេដេញបានទេបានរឹបមានសបោឯសបោគាត់ក្មេងច្រើនចាស់ក៏ច្រើនដូចគ្នាចុះបងចង់បានជំនួយពីសប្បុរសជនទៅកន្លែងបងអត់ចង់បានចុះបងចង់បានអីខ្លះចង់បានហូបអាហារសម្ភារៈនោះឯងដូចជាទឹកជាពិសេសទឹកហូបចុះបើសិនជាសប្បុរសជនគាត់ចង់ផ្ដល់ឲ្យគាត់ផ្ដល់តាមរយៈអីបងមានលេខទូរស័ព្ទឲ្យគាត់តាក់ទងទេមានចាបងជួយប្រាប់លេខទូរស័ព្ទ088727873ដោយសារតែនៅតំបន់នោះជាតំបន់ក្រហមអញ្ចឹងទៅគេអាចតាក់ទងទៅបងអាចចេញមកយកបានទេបានចាអរគុណច្រើនបងសូមប៉ុណ្ណឹងចាជម្រាបលាបង